ไม่ดิមានការលើកឡើងព្រមានរបស់ខាងមេសិទ្ធិមនុស្សកម្ពុជាដែលបានព្រមានចំពោះមេដឹកនាំនៅក្នុងប្រទេសថៃឲ្យគិតឡើងវិញរឿងដែលបញ្ហាប្រទេសថៃយកផែនទីคล้ายៗមកចង់លាតត្របាក់យកទឹកដីកម្ពុជាហើយចង់បង្កនៅសង្គ្រាមកើតឡើងនេះគឺសូមឲ្យគិតឡើងវិញគិតឲ្យជ្រៅកុំឲ្យមានបន្តពូជឬក៏ចង់យកកន្លែងទឹកដីកម្ពុជានិងថៃនេះជាកន្លែងសាអាវុធរវាងប្រទេសមហាអំណាចអាមេរិកនិងចិនដូចជានៅរុស្ស៊ីនិងអ៊ុយក្រែនឬក៏យ៉ាងណានេះហើយរឿងទាំងអស់នេះកុំយកមកធ្វើជារឿងបង្កហេតុហើយវាមិនមែនជារឿងចែកឡន់ទេគឺជារឿងដែលប៉ុនប៉មជាមហិច្ឆតាដែលប្រើនៅសម្ដីលើក្នុងការគម្រាមកំហែងជាប់ជាប្រចាំស្ទើរទៅរាល់ថ្ងៃនោះនៅក្នុងពេលថ្មីនេះគឺលោកកៅរមីប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានៅថ្ងៃទី6ខែតុលាឆ្នាំ2025កន្លងទៅនេះបានចេញសារយ៉ាងក្តៅគគុកជាចំហមួយទៅកាន់មេដឹកនាំនៃប្រទេសថៃដោយបានប្រាប់ឲ្យមានការគិតកុំចេះតែចង់មានចំនួនជាមួយនឹងកម្ពុជារហូតតពូជនិងកុំយកប្រទេសទាំងពីរនេះធ្វើជាទីលានសាអាវុធរបស់ប្រទេសមហាអំណាចឲ្យសោះសារដាស់តឿនរបស់ប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជានៅពេលនេះគឺស្របពេលដែលចំនួនរវាងកម្ពុជានិងថៃនៅតែមិនទាន់អាចរកដំណោះស្រាយបានដោយសារតែភាគីថៃហាក់ដូចជាគ្មានភាពស្មោះត្រង់នៅក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធីនោះយោងទៅតាមទំព័រ Facebook មួយរបស់លោកកៅរមីដែលជាប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជាបានសរសេរថាអ្នកកាន់អំណាចថៃត្រូវតែគិតពិចារណាឲ្យបានស៊ីជម្រៅទៅដល់ជីវិតប្រជាជននិងសេដ្ឋកិច្ចរបស់ប្រទេសកុំពង្វេងប្រវត្តិសាស្ត្រនិងក្លែងផែនទីធ្វើឲ្យប្រទេសទាំងពីរមានចំនួននឹងគ្នាតពូជជាពិសេសជៀសវាងកុំយកប្រទេសយើងទាំងពីរជាកន្លែងនៃការសាអាវុធដែលផលិតនៅចិននិងសហរដ្ឋអាមេរិកជាមួយគ្នានេះលោកកៅរមីក៏បានទាញនៅការចាប់អារម្មណ៍ថារុស្ស៊ីនិងអ៊ុយក្រែនជាកន្លែងដែលបាននឹងកំពុងតែសាកនៅអាវុធរបស់មហាអំណាចលោកសេរីនិងរុស្ស៊ីរួចទៅហើយពលគឺនៅតែអាវុធរបស់ចិនតែប៉ុណ្ណោះដូច្នេះហើយលោកក៏បានប្រាប់ទៅមេដឹកនាំរបស់ថៃថាបើឈប់បានគឺឈប់ទៅសាររបស់លោកកៅរមីនៅពេលនេះមិនមែនជារឿងចៃដន្យនោះឡើយមិនចៃដន្យដោយសារតែមេដឹកនាំថ្មីរបស់ថៃក៏ដូចជាមេទ័ពថ្មីថៃដែលទើបតែចូលកាន់តំណែងតែងតែមានការបញ្ចេញនៅសារមិនផ្ដល់នៅផលវិជ្ជមានទៅដល់ដំណើរការនៅក្នុងការបញ្ចប់ជំនួសព្រំដែនកម្ពុជាថៃដោយសន្តិវិធីនោះសោះរាប់ចាប់តាំងពីនាយករដ្ឋមន្ត្រីការពារជាតិរដ្ឋមន្ត្រីការបរទេសរួមទាំងមេបញ្ជាការថ្មីយោធភូមិភាគទី1និងភូមិភាគទី2របស់ថៃសុទ្ធតែបានបញ្ចេញនៅសម្ដីមិនស្របទៅនឹងស្ថានភាពហើយសម្ដីខ្លះទៀតនោះគឺក្នុងន័យបំផ្លាញនៅកិច្ចខិតខំប្រឹងប្រែងដែលភាគីទាំងពីរកម្ពុជានិងថៃបានសម្រេចរួមគ្នាកន្លងមកដូចជាមាត់ឈប់បាញ់និងលទ្ធផលនៃកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅ GBC ជាដើមនោះរាជរដ្ឋាភិបាលនិងកងទ័ពកម្ពុជាបាននឹងកំពុងតែអនុវត្តយ៉ាងខ្ជាប់ខ្ជួននៅមាត់ឈប់បាញ់តែភាគីថៃវិញតែងតែរកលេសបង្កហេតុបំពេញនៅមាត់ឈប់បាញ់ជាបន្តបន្ទាប់ក្រោយអំពីបញ្ហានេះកងទ័ពថៃនៅតែមិនព្រមដោះលែងទាហានកម្ពុជាចំនួន18នាក់ដែលទាហានថៃបានប្រើល្បិចចាប់ខ្លួនដោយកុសច្បាប់នៅក្រោយមាត់ឈប់បាញ់ដែលចូលជាធរមានហើយដល់គិតត្រឹមថ្ងៃទី6ខែតុលានេះគឺមានរយៈពេលប្រមាណ69ថ្ងៃទៅហើយដែលវីរៈកងទ័ពកម្ពុជា18រូបត្រូវបានចាប់ខ្លួននិងដាក់ឲ្យស្ថិតនៅក្រោមការឃុំក្រងរបស់យោធាថៃកម្ពុជាអំពាវនាវឲ្យភាគីថៃដោះលែងពួកគេត្រឡប់មកវិញឲ្យបានឆាប់រហ័សជាទីបំផុតដើម្បីឲ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសាររបស់ពួកគាត់និងប្រកបទៅដោយសន្តិភាពស្ថានភាពកំពុងតែក្តៅពេលនេះថៃសំលៀងចង្គមហើយគណៈអគ្គមេបញ្ជាការកងទ័ពអាកាសត្រួតពិនិត្យយន្តហោះ F16 សម្រាប់ប្រើប្រាស់ដោះស្រាយចំនួនជាមួយនឹងកម្ពុជាអនុញ្ញាតជម្រាបសួរបងប្អូនប្រិយមិត្តទេសនិកជនជាទីគោរពរាប់អានបងប្អូនជនរួមវិភាគព្រឹត្តិការណ៍សំខាន់លើពិភពលោកថ្ងៃនេះខ្ញុំបាទសូមលើកយកព្រឹត្តិការណ៍មួយដែលជាការអាប់ដេតចុងក្រោយអំពីស្ថានភាពព្រំដែនកម្ពុជាថៃនៅក្នុងនោះយើងឃើញសកម្មភាពរបស់ថៃធ្វើការត្រៀមនៅកងទ័ពជើងអាកាសរបស់ខ្លួនដោយផ្ដោតសំខាន់ទៅលើយន្តហោះ F16 ដើម្បីបន្តបេសកកម្មរបស់ខ្លួនដោះស្រាយជាមួយនឹងកម្ពុជាកាលពីរសៀលថ្ងៃទី7ខែតុលាឆ្នាំ2025ម្សិលមិញនេះសារព័ត៌មានរបស់ Thai Council English បានចុះផ្សាយថាអគ្គមេបញ្ជាការកងទ័ពជើងអាកាសបានធ្វើការត្រួតពិនិត្យយន្តហោះ F16 រួចរាល់ហើយដើម្បីត្រៀមខ្លួននៅក្នុងបេសកកម្មបន្ទាប់ដោះស្រាយបញ្ហាជាមួយនឹងកម្ពុជាប៉ុន្តែចំណុចដែលគួរឲ្យចាប់អារម្មណ៍នោះឃើញថានៅក្នុងដំណាក់កាលលើកនេះអគ្គមេបញ្ជាការកងទ័ពអាកាសរបស់ថៃបានចាប់ផ្ដើមចំណុចសំខាន់
ដើម្បីផ្ដោតសំខាន់ទៅលើយោធានីមួយៗឲ្យពង្រឹងស្មារតីបន្ថែមក៏ដូចជាជំរុញឲ្យមានស្មារតីនៅក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួនមិនឲ្យមានការធ្វេសប្រហែសដើម្បីការពារអធិបតេយ្យភាពនិងសុវត្ថិភាពរបស់ប្រជាជនថៃបងប្អូននេះគឺជាចំណុចមួយដែលខ្ញុំចង់ប្រាប់ថាកន្លងមកតាមរយៈបទពិសោធន៍ចំនួនប្រដាប់អាវុធកាលពីថ្ងៃទី24ដល់ថ្ងៃទី29ខែកក្កដាឆ្នាំ2025កន្លងមកនេះថៃគេយល់ថាចំណុចខ្សោយរបស់ទ័ពគេគឺមិនសូវមានស្មារតីទេបងប្អូនកងទ័ពខ្លះក៏ភ័យលេចអាចលេចនោមអញ្ចឹងទៅកងទ័ពខ្លះក៏ខ្លាចស្លាប់ញញើតរត់ចោលជួរអញ្ចឹងទៅជាពិសេសគឺកងទ័ពអាកាសដែលបើកយន្តហោះ F16 ហ្នឹងលីលើមិនទាន់ទាំងបាញ់ត្រូវផងក៏បើកធ្លាក់អញ្ចឹងទៅដូច្នេះហើយថ្ងៃទី7អគ្គមេបញ្ជាការកងទ័ពអាកាសគេហ្នឹងគេយកឱកាសដើម្បីត្រួតពិនិត្យអាកាសរបស់គេឲ្យធ្វើយ៉ាងណាដើម្បីបំពេញបេសកកម្មរៀងខ្លួនឲ្យខានតែបានដើម្បីឲ្យកាន់តែច្បាស់ខ្ញុំបាទសូមលើកសម្ដីរបស់អគ្គមេបញ្ជាការកងទ័ពជើងអាកាសរបស់ថៃតែម្ដងថាតើគេបាននិយាយអ្វីខ្លះសូមបងប្អូនតាមដានជាមួយខ្ញុំដូចតទៅនៅក្នុងដំណើរទស្សនកិច្ចត្រួតពិនិត្យនោះអគ្គមេបញ្ជាការកងទ័ពអាកាសរបស់ថៃដែលមានឈ្មោះថាសែកសានកាន់ថាបាននិយាយដោយបដិញ្ញាចិត្តខ្លាំងចំពោះយោធាថៃថាខ្ញុំសូមឲ្យយើងទាំងអស់គ្នាត្រៀមលក្ខណៈដោយភាពស្មោះត្រង់នៅក្នុងភារកិច្ចដែលត្រូវបានចាត់ចែងនិងយកចិត្តទុកដាក់ជាទីបំផុតត្រូវមានទឹកចិត្តអង្អាចក្លាហានបំពេញតួនាទីនេះដោយប្រើសមត្ថភាពពេញលេញរបស់យើងរហូតយើងអាចដោះស្រាយបញ្ហាចំពោះសត្រូវនិងលុបបំបាត់នៅការគំរាមកំហែងចំពោះអធិបតេយ្យភាពរបស់ប្រទេសថៃបានយ៉ាងពេញលេញហេតុការណ៍នេះគឺវាកើតស្របពេលជាមួយនឹងនាយករដ្ឋមន្ត្រីថ្មីរបស់ថៃគឺលោកអនុទានច័ន្ទវីរៈកុលបានថ្លែងនៅក្នុងសន្និសីទកាសែតរបស់ប្រទេសថៃមួយថាប្រសិនបើដល់ថ្ងៃទី10ខែកក្កដាខាងមុខនេះហើយប្រជាជនកម្ពុជាមិនព្រមជម្លៀសខ្លួនចេញពីតំបន់ព្រំដែនដែលថៃបានកំណត់ថានឹងឲ្យចាក់ចេញត្រឹមថ្ងៃទី10ខែតុលាឆ្នាំ2000ខាងមុខនេះទេថៃនឹងចាត់វិធានការក្តៅព្រមទាំងមិនទទួលនៅការចរចាអ្វីទាំងអស់នាយករដ្ឋមន្ត្រីរូបនេះក៏បានអះអាងបន្ថែមទៀតថាខ្លួនបានប្រគល់អំណាចទៅលើយោធារួចរាល់ទៅហើយនៅក្នុងការសម្រេចចិត្តដើម្បីការពារដែនអធិបតេយ្យភាពរបស់ប្រទេសថៃជាពិសេសថានឹងត្រូវអនុវត្តទៅតាមគម្រោងការដែលពួកគេបានរៀបចំនិងផ្សព្វផ្សាយចំពោះប្រជាពលរដ្ឋកម្ពុជានៅក្នុងភូមិព្រៃច័ន្ទនិងភូមិជោគជ័យកន្លងរួចកម្មសិទ្ធិរបស់ Channel YouTube ថ្ងៃទី8ខែកក្កដាឆ្នាំ2025នេះនៅខ្វះតែ2ថ្ងៃទៀតតែប៉ុណ្ណោះទេដែលថៃគេថានឹងចាប់ផ្ដើមអនុវត្តនៅច្បាប់អាជ្ញាសឹករបស់គេដើម្បីបណ្ដេញប្រជាជនកម្ពុជាចេញពីភូមិជោគជ័យនិងភូមិព្រៃច័ន្ទហើយបើទោះបីជាស្ថានភាពនេះមិនទាន់កើតឡើងយ៉ាងពិតប្រាកដក៏ពិតមែនប៉ុន្តែអ្វីដែលយើងក្រឡេកមើលឃើញនៅសកម្មភាពរបស់ថៃហាក់បីដូចជាមានការសង្ស័យនិងបង្កើនការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបងប្អូនប្រជាជនកម្ពុជាដែលកំពុងតែរស់នៅលើទឹកដីនោះផ្ទាល់តែម្ដងសូមបងប្អូនបន្តមានការប្រុងប្រយ័ត្ននិងស្ដាប់ព័ត៌មានរបស់អាជ្ញាធរដើម្បីធ្វើយ៉ាងណាកុំឲ្យមានគ្រោះថ្នាក់ឲ្យកាន់តែបានបងប្អូនឃើញទេខណៈពេលនេះថៃគេបានបញ្ចេញនៅគ្រឿងសព្វាវុធរបស់គេគ្រប់ទម្រង់ទាំងអស់ហើយបងប្អូនសួរទៅអន្តរជាតិមើលទៅថាតើប្រទេសណាឈ្លានពានប្រទេសណាឲ្យពិតប្រាកដខណៈពេលដែលប្រទេសកម្ពុជាចង់រក្សាសន្តិភាពចង់ស្វែងរកសន្តិភាពកម្ពុជាមិនដែលមានបំណងដើម្បីបង្អួតនៅគ្រឿងសព្វាវុធឬក៏ប្រើប្រាស់គ្រឿងសព្វាវុធរបស់ខ្លួនឯងដើម្បីបំពានឬក៏ឈ្លានពានអ្នកដទៃទេកម្ពុជាគឺប្រើប្រាស់អាវុធដែលខ្លួនមានបច្ចុប្បន្នជាក់ស្ដែងដែលត្រូវបានប្រើប្រាស់រួចមកហើយកាលពីថ្ងៃទី24ដល់ថ្ងៃទី29ខែកក្កដាឆ្នាំ2025កន្លងមកកម្ពុជាគឺបដិញ្ញាចិត្តនៅក្នុងការពារដែនអធិបតេយ្យភាពរបស់ខ្លួនឯងកម្មសិទ្ធិរបស់ Channel YouTube ការឈ្លានពានលើទឹកដីនរណាម្នាក់ឡើយប៉ុន្តែអ្វីគ្រប់យ៉ាងប្រទេសថៃតែងតែរំលោភបំពាននិងបង្កើតព័ត៌មានមិនពិតคล้ายៗដោយបានចោទប្រកាន់ថាប្រទេសកម្ពុជានេះជាអ្នកឈ្លានពានទឹកដីថៃទៅវិញទន្ទឹមទៅនឹងប្រជាពលរដ្ឋដែលរស់នៅភូមិឃុំខាងលើនេះពួកគាត់មិនមានអាវុធនៅក្នុងដៃផងក៏ថៃនៅតែចោទប្រកាន់ថាប្រជាជនកម្ពុជានេះឈ្លានពានចូលទឹកដីរបស់ថៃប្រជាជនកម្ពុជានេះបានសង់ផ្ទះនៅលើដែនដីរបស់ថៃចុះសួរសំណួរមួយទៅកាន់ថៃថាតើប្រជាជនកម្ពុជានឹងមានលទ្ធភាពដែរទេអាចសង់ផ្ទះនៅលើទឹកដីរបស់ថៃបើថៃខ្លួនឯងនេះបច្ចុប្បន្ននេះមើលឃើញយ៉ាងច្បាស់ហើយក្តៅដោយភ្លើងគ្មាននរណាប៉ះបានបន្តិចផងនឹងចុះថាតើសមត្ថភាពអីប្រជាជនខ្មែរយើងអាចទៅសង់ផ្ទះនៅលើទឹកដីថៃជាយូរឆ្នាំមកហើយនេះដែលនេះគឺជាចម្លើយយ៉ាងច្បាស់ក្រឡែតនិងបញ្ជាក់ឲ្យបានដឹងថាថៃគឺពិតជាមានគោលបំណងឈ្លានពានប្រទេសកម្ពុជាយ៉ាងពិតប្រាកដព្យាយាមបង្កើតព្រឹត្តិការណ៍និងព័ត៌មានដើម្បីបង្វែរស្ថានភាពចោទប្រកាន់កម្ពុជាគឺជាអ្នកឈ្លានពានទឹកដីរបស់ថៃទៅវិញដែលនេះគឺជាការចោទប្រកាន់លៀបពណ៌ដ៏អាក្រក់ជាទីបំផុតដែលប្រទេសកម្ពុជាមិនអាចទទួលយកបានទេនៅក្នុងព័ត៌មាននេះក៏ជាសារសំខាន់មួយដែរសម្រាប់ប្រជាជនកម្ពុជាទាំងអស់គ្នាបច្ចុប្បន្ននេះអ្នកខ្លះនៅតែគាំទ្រផលិតផលរបស់ថៃទៀតហើយសូមបើកភ្នែកក៏លេចឲ្យធំមើលគ្រឿងសព្វាវុធរបស់គេផងជាពិសេសគឺយន្តហោះចម្បាំងនានាដែលគេមានគេដាក់បង្ហាញឲ្យយើងមើលនេះមើលឲ្យច្បាស់ទៅថាតើហេតុអ្វីបានគេមានលុយទិញរបស់របរទាំងអស់នេះដើម្បីមកវាយប្រហារកម្ពុជាគឺដោយសារតែពីមួយឆ្នាំថៃបានប្រមូលយកលុយចំណេញពីប្រទេសកម្ពុជាមិនក្រោមពី$5,000 លានទៅ$10,000 លានទេដោយសារតែអ្នកណាដែលគាំទ្រផលិតផលរបស់គេហ្នឹងគឺដោយសារតែនៅមានបងប្អូនមួយចំនួននោះជាក់ស្ដែងសពថ្ងៃនេះនៅតែឆ្ងាញ់របស់ថៃដដែលមិនព្រមបោះបង់ចោលនៅទង្វើទាំងអស់នេះទេដឹងថាទង្វើទាំងអស់នេះវានឹងធ្វើឲ្យប្រទេសថៃមានលទ្ធភាពពង្រឹងវិស័យយោធារបស់គេដើម្បីវាយប្រហារកម្ពុជាហើយនៅមិនព្រមទទួលយកការពិតទៀតនៅតែបន្តគាំទ្រផល
ផលិតផលរបស់ថៃហាក់បីដូចជាមិនខ្វល់ខ្វាយអំពីបញ្ហារបស់ជាតិសោះប្រសិនបើយើងយកលុយទាំងអស់នោះយកមកទិញផលិតផលរបស់កម្ពុជាផលិតដោយកូនខ្មែរនៅក្នុងប្រទេសខ្មែរទៅមិនយូរទេប្រទេសកម្ពុជាយើងនឹងមានការរីកចម្រើនស្ទើរគ្រប់វិស័យជាពិសេសគឺវិស័យផលិតកម្មដើម្បីផលិតនៅគ្រឿងឧបភោគបរិភោគនានាសម្រាប់ប្រជាជនកម្ពុជាយើងផ្ទាល់តែម្ដងកាលណាយើងបង្កើតសង្វាក់ផលិតកម្មកាន់តែច្រើនយើងនឹងមានឱកាសប្រកួតប្រជែងនៅលើទីផ្សារពិភពលោកនាថ្ងៃអនាគតទន្ទឹមទៅនឹងកេរ្តិ៍ឈ្មោះល្បីល្បាញរបស់កម្ពុជាខ្ញុំជឿជាក់ថាប្រសិនបើប្រជាជនកម្ពុជាគ្រប់គ្រងផលិតផលរបស់ខ្លួននោះវាពិតណាស់នឹងអាចឲ្យកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័សមានទំនិញគ្រប់មុខប្រើប្រាស់និងលក់ទៅកាន់បណ្ដាប្រទេសលើអន្តរជាតិទាំងអាស៊ីនិងអឺរ៉ុបថែមមួយកម្រិតទៀតហើយខ្ញុំគិតថាសម្រាប់ទីផ្សារនោះគឺមិនពិបាកទេដោយសារតែកម្ពុជាយើងសពថ្ងៃមានទីផ្សារជាមួយនឹងអាមេរិកស្រាប់ទៅហើយយើងគ្រាន់តែបន្ថែមទំនិញចាំបាច់មួយចំនួនផ្សេងៗទៀតដែលប្រជាជនយើងបានផលិតខណៈពេលថ្មីៗនេះរបស់ឆ្នាំទៅមុខ10ឆ្នាំទៅមុខយើងពិតណាស់នឹងមានបទពិសោធន៍ព្រមទាំងជំរុញនៅគុណភាពដើម្បីឈរលើស្តង់ដារអន្តរជាតិជាមិនខានឡើយប៉ុន្តែផ្ទុយទៅវិញប្រសិនបើប្រជាជនកម្ពុជាយើងនេះនៅតែមិនមានគំនិតស្នេហាជាតិគ្រប់គ្រងផលិតផលរបស់ខ្លួនឯងនោះទេបើទោះបីជាប្រជាជនយើងផលិតករយើងព្យាយាមផលិតបង្កើតនៅគ្រឿងឧបភោគបរិភោគឬក៏ផលិតផលផ្សេងៗទៀតយ៉ាងណាក៏ដោយក៏មិនអាចដំណើរការទៅមុខបានដែរយូរទៅគង់តែដួលរលំរោងចក្រគង់តែខ្សែធនជាមិនខានព្រោះអីបងប្អូនដោយសារតែគ្មានអ្នកគ្រប់គ្រងផលិតផលអត់មានអ្នកទិញអត់មានអ្នកប្រើប្រាស់ឲ្យដំណើរការផលិតកម្មយ៉ាងដូចម្ដេចទៀតទៅបើខ្វះដើមទុននឹងបើរលាយរលំអស់ទៅហើយនឹងដូច្នេះកត្តាដែលប្រជាជនកម្ពុជាយើងនេះស្ម័គ្រទាំងផ្លូវកាយទាំងផ្លូវចិត្តដើម្បីគ្រប់គ្រងផលិតផលរបស់ខ្លួននោះវាគឺជាកត្តាដ៏សំខាន់បំផុតនៅប្រទេសវៀតណាមគឺជាបទពិសោធន៍មួយដ៏សំខាន់នៅក្នុងការគ្រប់គ្រងផលិតផលរបស់ជាតិដំបូងឡើយប្រទេសវៀតណាមគឺគេយកគោលនយោបាយបរមានិយមដោយគេធ្វើយ៉ាងណាផលិតនៅសម្ភារៈប្រើប្រាស់ឬក៏គ្រឿងឧបភោគបរិភោគនានាឲ្យបានច្រើនជាទីបំផុតដើម្បីបំពេញតម្រូវការបរិមាណរបស់ប្រទេសខ្លួនប៉ុន្តែយូរទៅគុណភាពរបស់គេក៏ចាប់ផ្ដើមមានការអភិវឌ្ឍបន្តិចម្ដងរហូតដល់អាចឈរជើងនៅក្នុងអន្តរជាតិហើយមានភាពល្បីល្បាញទូទាំងសកលលោកនាពេលបច្ចុប្បន្ននេះបើយើងងាកមកកាន់ប្រទេសកម្ពុជាវិញក៏ដូចគ្នាដែរដំណាក់កាលនេះយើងនាំគ្នាផលិតនិងគ្រប់គ្រងផលិតផលរបស់យើងឲ្យបានច្រើនទៅប៉ុន្តែសូមឲ្យផលិតករនៅក្នុងប្រទេសយើងនេះរោងចក្រសហគ្រាសប្រធានក្រុមហ៊ុននៅក្នុងប្រទេសយើងនេះត្រូវសម្រិតសម្រាំងលើគុណភាពក៏ដើរទន្ទឹមគ្នាផងដែរប្រសិនបើទំនិញគ្មានគុណភាពខណៈពេលដែលមានការប្រកួតប្រជែងខ្លាំងក៏យើងនៅតែមិនអាចឈរជើងនៅក្នុងអន្តរជាតិបានដដែលដូច្នេះកត្តាដែលសំខាន់ក្នុងការដើរទន្ទឹមគ្នានោះមានទាំងពីការគ្រប់គ្រងរបស់ប្រជាជនកម្ពុជាយើងនិងព្រមទាំងការផលិតរបស់ Channel YouTube ដោយគុណភាពផងដែរសូមអរគុណសូមជម្រាបលា